សម្រាប់របៀបតម្លើងពេលដកចេញពីប្រអប់ភ្លាមអ្នកទាំងអស់នេះត្រូវពលាជើងវាសិនដើម្បីងាយស្រួលយើងតម្លាក់ដៃតម្លាក់ជើងតម្លាក់ដែកវាអញ្ចឹងណាអញ្ចឹងយើងត្រូវតែធ្វើដូចក្នុងវីដេអូហ្នឹងបានងាយស្រួលនៅក្នុងការតម្លើងបន្ទាប់មកចាប់យើងចាប់ដើមតម្លើងតំណប់ហ្នឹងគឺមានកន្លែងក្បាលវានេះយើងឆ្ពោះតាមក្បាលវាហើយយើងរុញចូលតាមកលៈវាមួយមកហើយសម្រាប់នេះក្បាត់សុវត្ថិភាពអញ្ចឹងយើងដាក់តម្លើងតំណប់វាហើយចាំយើងតម្លើងក្បាត់សុវត្ថិភាពនឹងដាក់តាមរុនវាទាំងអស់មាន5អញ្ចឹងអ្នកទាំងអស់គ្នាមើលក្បាលហើយនឹងជើងវាសិនណាចាំយើងសើបវាចូលតែអញ្ចឹងដាក់ខុសហើយអានេះគឺមានកលឹះសម្រាប់ច្បាច់វាហើយយើងត្រូវដាក់មើលកលឹះវាឲ្យចូលទាំងស្វែងទាំងស្ដាំបើយើងអស់វាទៅខាងក្នុងបានតែយើងពេលដាក់អស់ទៅខាងក្នុងត្រូវច្បាច់ដូចគ្នាដែរបើយើងរុញចូលហើយសម្រាប់កង់គឺយើងដាក់នៅកណ្ដាលហើយយើងរុញមកទំហឹងទៅវាចូលនៅកលៈវាហើយសម្រាប់នេះរបៀបបត់ធ្វើជារឹងយល់អញ្ចឹងចង់ឲ្យគាត់គេយើងដោះថាបាយសិនហើយបន្ទាប់មកយើងកាច់ឲ្យគាត់គេងឲ្យអស់លេខហើយនៅបាតហ្នឹងគឺមានកុងតាក់សម្រាប់ចុចមួយទៀតអញ្ចឹងមានថាចុចកុងតាក់2យើងសង្កត់កុងតាក់ឲ្យប្របាសវាឡើងទៅចាំយើងតម្លាក់កលឹះជើងនេះតម្លាក់កលឹះជើងហ្នឹងហើយចាំយើងសម្រូតកៅអីចូលទៅខាងក្រោមមិននឹងធ្វើរឹងយល់បានហើយ